អូខេសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកនរគ្នាទាក់ទងនឹងការបង្ហាញឬក៏សូរ bookmark ឬក៏ toolbar នៅលើ Microsoft Edge អញ្ចឹងអ្នកនរគ្នាបើក Microsoft Edge មកដោយសារអានេះ Microsoft Edge ខ្ញុំគឺធ្វើការបើករួចហើយអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរអ្នកនរគ្នាបើក Microsoft Edge អញ្ចឹងមកអញ្ចឹងបន្តមកទៀតអ្នកនរគ្នាធ្វើការចុចនៅលើត្រី3ដងនេះបាទអញ្ចឹងដើម្បីធ្វើការបង្ហាញបានអ្នកនរគ្នាចូលកន្លែងsetting បាទអញ្ចឹងពេលដែលចូលដល់ setting អ្នកនរគ្នានឹងឃើញ option មួយចំនួននៅខាងឆ្វេងដៃនេះ option ទាំងអស់នេះគឺជា option ដែលយើងត្រូវមើលអញ្ចឹងអ្នកនរគ្នាចូលត្រង់កន្លែងapparent បាទអញ្ចឹងនៅក្នុង apparent ហ្នឹងអ្នកនរគ្នាមើលខាងស្ដាំដៃយើងអាចធ្វើការផ្លាស់ប្ដូរbackground មួយចំនួនទីតងនឹង apparent នៅលើ Microsoft Edge យើងបានប៉ុន្តែអ្វីដែលយើងត្រូវធ្វើនោះគឺយើងសូរតា bookmark ឬក៏ toolbar ទេអញ្ចឹងអ្នកនរគ្នា scroll មកក្រោមរកពាក្យថា toolbar យ៉ាអ្នកនរគ្នាឃើញទេអញ្ចឹងចូលកន្លែង reference ហើយ scroll មកក្រោមគឺយកពាក្យថា toolbar បាទអញ្ចឹងត្រង់កន្លែង toolbar អ្នកនរគ្នាមើលមកវាមាន option ច្រើននៅក្នុងហ្នឹងវាមាន workspace វាមាន home មាន forward ហើយ favorite អីជាច្រើនទាក់ទងនៅក្នុងហ្នឹងអញ្ចឹងអ្វីដែលយើងចង់ធ្វើគឺយើងធ្វើការសូរ bookmark នៅកន្លែងនេះនៅពេលដែលយើងចុច bookmark ឬក៏ចុច pin អីនៅក្នុងនេះឲ្យវាសូរនៅលើ browser យើងអញ្ចឹងអ្នកនរគ្នារកមើលត្រង់ពាក្យថា favorite bar by default គឺចេញ only on new tab អញ្ចឹងគឺចេញអញ្ចឹងដើម្បីធ្វើការបង្ហាញបានអ្នកនរគ្នាចុចកន្លែងalways អញ្ចឹងវានឹងបង្ហាញយើងអញ្ចឹងឯងយើងបាន bookmark ថ្មីមួយនៅក្នុងហ្នឹងអញ្ចឹងណាឧទាហរណ៍ថាខ្ញុំមាន Google អញ្ចឹងបើខ្ញុំចង់ bookmark អ្នកនរគ្នាគ្រាន់តែទាញចេញមកដាក់ចេញមកបានហើយអូខេអញ្ចឹងឬក៏អ្នកនរគ្នាអាចចុច favorite អញ្ចឹងក៏បានដែរ favorite ហើយអ្នកនរគ្នាធ្វើការកំណត់តាមអ្វីដែលយើងចង់បានបាទអញ្ចឹងបើសិនអ្នកនរគ្នាចង់ដោះវិញគឺអ្នកនរគ្នាគ្រាន់តែយកពាក្យថា only new tab ទៅបានហើយឬក៏អ្នកនរគ្នាចុច never អត់បង្ហាញអញ្ចឹងអ្វីដែលយើងចង់បានគឺ always ដើម្បីបង្ហាញបាទទាក់ទងនឹងការសូរ bookmark នៅលើ toolbar នៅលើ browser Microsoft Edge គឺមានតែប៉ុណ្្នឹងអរគុណសម្រាប់ការទស្សនា